ការហៅគឺយើងត្រូវ copy state នេះមួយទៀតគឺយើងអាចហៅ state ហៅមកបានទេកាលណាយើងហៅ state ហៅនៅក្នុង flow display នោះមកនៅពេលយើង remove element ផ្សេងឬក៏យើង check លើ top element គឺវាអត់ចេញទេហើយវាអត់ចេញដោយសារតែវាយកតម្លៃហ្នឹងយកមកបង្ហាញទាំងដល់ហើយអញ្ចឹងវាអត់មានតម្លៃណាទៅបង្ហាញបន្ថែមទៀតទេឧទាហរណ៍ថាពេលយើងណាមួយចង់ដាក់ CV ទៅក្រុមហ៊ុន A បន្ទាប់ពីយើងដាក់ CV ហើយក្រុម CV របស់យើងគឺត្រូវបាន select by ក្រុមហ៊ុន A អញ្ចឹងបើយើងចង់ apply ទៅតទៀតគឺត្រូវតែ print មួយទៀតឬក៏ copy មួយទៀតអញ្ចឹងនៅក្នុង state ក៏ដូចគ្នាដែរបើយើងហៅ direct ទៅអស់ហ្មងគឺទៅលើ process បន្តទៀតដែលយើងចង់បង្ហាញគឺវាអត់ចេញទេដោយសារតែវាអត់មានទិន្នន័យដែលធ្វើបង្ហាញដោយសារទិន្នន័យអស់ហ្នឹងគឺបង្ហាញចេញមកក្រៅវិញយ៉ាអញ្ចឹងយើងត្រូវការ copy state មកមួយទៀតតែមុនយើង copy state មកយើងត្រូវប្រកាស state មួយឈ្មោះមួយទៀតសិនដាក់ថាnăm 2ទៅអញ្ចឹងយើងឲ្យnăm 2ឲ្យវាស្មើជាមួយហ្នឹងណាយើងត្រូវ copy ចេញពីហ្នឹងអូខេបន្ទាប់ពីយើង copy ចេញពីហ្នឹងហើយយើងចង់បានតម្លៃឲ្យនឹងរត់ចេញមកគឺយើងត្រូវលុបអញ្ចឹងត្រូវលុប for ខ្ញុំឲ្យ i រត់ចាប់ពី0ទៅរត់ចាប់ពី0ហើយ i ឲ្យវាទៅជាង7ហើយឲ្យ a វាបូកហើយខ្ញុំឲ្យ i ទៅជាង7ទៅជាង7ដោយសារតែចំពោះការលុបវាចេញជា array ហើយ array យើងរាប់វារាប់ចាប់ពី index ពី0មកអញ្ចឹងបើយើងរាប់ពី0មកដល់7វាមានដូចជា8ទៀតទេអញ្ចឹងវាដូចខុសពីចំនួនទេចំពោះចំនួនយើងរាប់ពី1ដល់10តែចំពោះ index រាប់ពី0រាប់ពី0ដល់9អញ្ចឹងបើយើងរាប់ពី1យើងសេមកឧទាហរណ៍យើងមាន index ពី0ពី0 1 0 1 2 3 4 5 6អញ្ចឹងរាប់ index ពី0ឲ្យទៅជា7កណ្ដាលទៅជា7កាន់ន័យថាយើងមាន7ទៀតអញ្ចឹងរាប់នេះ index ពី0 index ពី1ពី2ពី3ពី4ពី5ពី6អញ្ចឹង7ទៀតហ្នឹង7ទៀតហ្នឹងបើរាប់ចាប់ពី index មកគឺមានតែ6ទៀតទេអញ្ចឹងបើយើងដាក់7ទៀតគឺវាអត់កើតទេវា error សិនវាអត់មានតម្លៃនៃវាចេញអូខេអញ្ចឹងយើងយក name យើងយក cout មួយដើម្បីប្រកាសថាវាជាយើង cout វាមួយមកដើម្បីសង្កត់ថាហ្នឹងវាជា name display all element okay display all element okay ចេះឲ្យចុះតបន្តិចអញ្ចឹងយើងយក name យក cout ដើម្បីប្រកាសចេញ cout យក name 2 dot again top អូខេហើយមិន dot again top ព្រោះ top គឺជាឲ្យវាយកទិន្នន័យព្រោះ stack វារត់វាដំណើរការវាពីក្រោមឡើងលើអញ្ចឹងទៅវាត្រូវយកទៅ top កណា top កណាលទ្ធផល top ចេញមកហ្នឹងអាលទ្ធផលប្រកបយកទៅវានឹងចេញបន្តទៀតអញ្ចឹងយើងចង់ដឹងថាវាដំណើរការអត់ run test មក